ស្ដីពូបាទពូមនុស្សពិតឬក៏ AI ខ្ញុំគឺជា AI ដែលបានបង្កើតឡើងដោយមនុស្សពិតអូខេនិយាយលេងពូថ្ងៃនេះចង់ឲ្យពូឲ្យយមន័យ AI មួយមើល AI ដូចមិនហៅតែ AI ជុំដល់ពេលពូសួរអញ្ចឹងខ្ញុំចង់គៀងបាត់ AI គឺជា artificial intelligence អញ្ចឹងវាជាបញ្ញាសិប្បនិម្មិតដែលវាដូចវាថាវាជា training data វាជា machine learning អញ្ចឹងវាជួយទៅដល់ដូចវាថាការបើយើងនិយាយទៅវាអា technology ហ្នឹងវាជួយធ្វើឲ្យសម្រួលដល់ការងារឬក៏យើងអាច make use យក AI មកជួយដល់ការងារទូទៅបានហើយវាអាចធ្វើច្រើនលើសពីអ្វីដែលមនុស្សយើងអាចធ្វើបានប៉ុន្តែហើយចាំណាគឺជាយើងជាអ្នកបង្កើត AI ទៅហ៎អូខេឥឡូវសួរវិញទៀតថាតើ AI ចូលមកគុណសម្បត្តិច្រើនជាងឬក៏គុណវិបត្តិច្រើនជាងសម្រាប់ខ្ញុំបើសិនជាខ្ញុំគិតថាពី positive ខ្ញុំគិតថាជាគុណសម្បត្តិច្រើនជាងមូលហេតុខ្ញុំឃើញវាច្រើនឃើញថាប្រជាជនយើងគិតថា AI ចូលមកដណ្ដើមការងារតែយើងអត់មានគិតថាAI ចូលមកដើម្បីសម្រួលការងារហ្នឹងហើយធ្វើឲ្យយើងអភិវឌ្ឍខ្លួនយើងដើម្បីប្រើប្រាស់ AI មកជួយការងារយើងហ្នឹងហើយអញ្ចឹងខ្ញុំគិតថាវាជួយការងារយើងច្រើនមែនទែនតាំងពេលវេលាទាំងការនៅពេលខ្លះយើង stuck idea AI អាចជួយបានយើងអាចច្បិចយកតិចដើម្បីយកមកធ្វើជួយការងារប្រចាំថ្ងៃរបស់យើងបាទហើយ AI គេដែលប្រើច្រើនជាងគេដល់កកខ្លួនណាថ្ងៃកកខ្លួនហ្មងខ្ញុំប្រើ Gemini ពីមុនប្រើ ChatGPT ឥឡូវប្រើ Gemini ដែលសារអីវានៅជាមួយខ្ញុំញឹកអញ្ចឹងពេលខ្ញុំត្រូវការខ្ញុំសួរខ្វាច់យកមកហើយសួរហ្នឹងគឺខ្ញុំសួរអានិយាយឆ្លងឆ្លើយដោយឧទាហរណ៍មកសើមិញមុនទៅកម្មវិធីហ្នឹងខ្ញុំសួរ AI តើខ្ញុំគួរតែនិយាយអីគេខ្លះនៅក្នុងកម្មវិធី Text and Auto Expo អញ្ចឹងវានិយាយឆ្លងឆ្លើយវាជួយឲ្យ idea យើងដល់ពេលខ្លះយើងគិតឌៀនអញ្ចឹងយើងអាចនឹកឃើញយកអាហ្នឹងយកមកអាចអញ្ចឹងពូឆែបការនៅកម្មវិធី Expo ហ្នឹង AI ដែលនិយាយអញ្ចឹងAI ជួយប្រហែលជា 50% គេនិយាយលេងអរគុណច្រើនអរគុណ